ហេវបាយខ្លាំងណាស់លោកអើយលោកស្មានណាដល់មកធ្វើការស្រាប់ទៅទៅនឹកឃើញថាព្រឹកមិញខ្លួនឯងភ្លេចញ៉ាំបាយចប់បាត់ទៅហើយបងប្អូនខ្ញុំមិនដឹងจะគិតស្អីទេរាល់ថ្ងៃហ្នឹងដល់ថ្នាក់ព្រឹកឡើងភ្លេចញ៉ាំបាយនិយាយថាថ្ងៃនេះគឺមុខមើពេញមួយថ្ងៃហ្មងដោយសារតែហេវបាយខ្លាំងពេកមានឯណាកំពុងតែហេវបាយផងស្រាប់តែមេការគាត់មកប្រើអីណាមានអារម្មណ៍ណាធ្វើការបើមនុស្សពងតមើផងរឿងមើមិនសុំទេងុំគាត់ប្រើខ្ញុំគាត់និយាយជាភាសាខ្មែរខ្ញុំនិយាយជាកូរ៉េច្រឡំហើយគាត់ស្រែកប្រាប់ខ្ញុំថាយ៉ាអ៊ុនស៊ុងផាកោជូលកែខ្ញុំក៏រត់ទៅយកធុងមួយមកសួរគាត់ថាមួយនេះមែនគាត់ថាអានេះយ៉ាហើយខ្ញុំក៏ឆ្ងល់ថាបើមិនមែនអាមួយនឹងទេអាមួយណាចុះខ្ញុំក៏រត់ទៅយកមួយទៀតមកឲ្យគាត់មើលសួរគាត់ថាអានេះមែនគាត់ក៏នៅតែកវីក្បាលតែគាត់ថាអានេះយ៉ាមួយណាក៏អានេះយ៉ាមួយណាក៏អានេះយ៉ាមួយណាទៅចុះខ្ញុំណាឆ្ងល់បណ្ដោយរួចធ្វើភ្នែកលេងឡងក៏ទៅយកអាមួយទៀតមកឲ្យគាត់មើលហើយក៏សួរគាត់មួយសារទៀតជាលើកចុងក្រោយថាមួយនេះមែនហើយគាត់នៅតែនិយាយដែរថាមែនអាមួយនឹងទេអញខ្ញុំដល់ពេលមែនអាមួយនឹងអញ្ចឹងខ្ញុំមិនដឹងអាមួយណាទៀតទេបើខ្ញុំចេះកូរ៉េខ្លាំងពេកហើយបន្ទាប់ពីរកអីវ៉ាន់អត់ឃើញក៏មកអង្គុយធ្វើការបន្តទៀតគាត់ថាចាំបន្តិចចាំមើលតិចទៀតគាត់ទៅហៅយកមកឲ្យមើលហើយក៏អង្គុយធ្វើការបដាក៏មុខមើបដាអញ្ចឹងទៅឆ្ងល់ដែរគាត់និយាយកូរ៉េប៉ុណ្ណឹងខ្ញុំស្ដាប់អត់បានបើសិនជាគាត់និយាយខ្មែរមកខ្ញុំស្ដាប់បានបាត់ដល់ពេលគេនិយាយមកអត់ចេះអញ្ចឹងបាននឹកឃើញកាលនៅខ្មែរអត់គិតខំប្រឹងរៀនសូត្រអញ្ចឹងហើយសូមផ្ដាំផ្ញើទៅដល់បងប្អូនដែលកំពុងរៀនកូរ៉េទាំងអស់គ្នាឲ្យព្យាយាមរៀនសូត្រខំប្រឹងរៀនកុំឲ្យដូចខ្ញុំដល់ពេលមកដល់ស្រុកគេអត់ចេះបានដឹងថាវេទនាពីដំបូងគិតថាចេះតែណែមួយម៉ាត់ក៏រស់ដែរតែដល់ពេលមកដល់កូរ៉េមានណារស់មែនតែរស់រៀងវេទនាបន្តិចដែរហើយនេះជាធុងដែលមេការឲ្យខ្ញុំដូរដែលខ្ញុំខំដើររឡើងវិលការពិតទៅធុងនឹងសោះខ្ញុំគិតតែធុងនឹងដែរហ្នឹងតែខ្ញុំដើររកមិនឃើញយើអាពេលដែលគេយកមកឲ្យមើលហើយបានគិតទៅធុងនឹងដែរនិយាយចុះនិយាយឡើងក៏ដល់ម៉ោងញ៉ាំបាយសូត្របញិចបញាប់ទន្ទឹងរង់ចាំមើលផ្លូវជាយូរលង់ណាស់មកហើយឥឡូវដល់ម៉ោងញ៉ាំបាយហើយបញិចបញាប់ដើរទៅមុនគេថ្ងៃហ្នឹងញ៉ាំឲ្យអស់3-4ចានទៅហ្មងព្រោះដោយសារតែហៀវខ្លាំងពេកចឹងហើយកបួចមាត់ទុកហើយស្រាប់តែពេលទៅដល់មានណានេះលទ្ធផលឃ្លានខ្លាំងពេក